សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងសិក្សាបន្តទៀតមកដល់ចំណុចទី4ដែលនិយាយតាក់ទងជាមួយនឹងការកំណត់ទម្រង់នៃទិន្នន័យអញ្ចឹងទិន្នន័យគឺមានច្រើនបងប្អូនទាំងអស់គ្នាគឺយើងមានទិន្នន័យជាលេខទិន្នន័យជាអក្សរទិន្នន័យជាការបរិច្ឆេទឬក៏ទិន្នន័យជាម៉ោងជាដើមអញ្ចឹងតាក់ទងជាមួយនឹងការកំណត់ទម្រង់នៃទិន្នន័យគឺមានច្រើនយើងកំណត់ទៅលើពុម្ពយើងកំណត់ទៅលើពណ៌យើងកំណត់ទៅលើបន្ទាត់ហើយនឹងយើងកំណត់ទៅលើលក្ខខណ្ឌផ្សេងៗទៀតដែលនៅក្នុងទិន្នន័យដែលយើងជួបប្រទះប្រចាំថ្ងៃហ្នឹងអូខេអញ្ចឹងគេថាដើម្បីកំណត់ទម្រង់នៃទិន្នន័យយើងត្រូវ select មានន័យថាបើសិនជាបងប្អូនចង់កំណត់មួយយើងត្រូវចុច1បើយើងកំណត់2ឡើងយើងត្រូវការ select ហើយអញ្ចឹងមានថាបើសិនជាយើង select ប៉ុណ្ណាគឺយើងកំណត់បានតែប៉ុណ្្នឹងនេះអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាទី1តាក់ទងជាមួយនឹងការបដូរពុម្ពអក្សរអញ្ចឹងយើងចូលមកកាន់ទិន្នន័យរបស់យើងគឺជាទិន្នន័យដែលយើងបានបញ្ចូលហើយណាអានេះគឺជាទិន្នន័យដែលយើងបានបញ្ចូលហើយសម្រាប់យើងដំបូងយើងចេះបញ្ចូលប៉ុណ្ណឹងមកមានន័យថាក្បាលខាងលើយើងបញ្ចូលពីឆ្វេងទៅស្ដាំអញ្ចឹងទិន្នន័យពីលើចុះក្រោមនេះគឺយើងបញ្ចូលពីលើចុះក្រោមអញ្ចឹងទៅបាទទិន្នន័យខាងក្រោមនេះគឺយើងបញ្ចូលពីលើចុះក្រោមអញ្ចឹងទៅអូខេអញ្ចឹងតកតងជាមួយនឹងការកំណត់ទៅលើពុម្ពអក្សរឧទាហរណ៍ថាទម្រង់អក្សរហ្នឹងគឺយើងអត់ចង់បានទេយើងចង់បានអក្សរផ្សេងអាហ្នឹងគឺយើងកំណត់បានណាបាទយើងកំណត់បានមានន័យថាបើសិនជាយើងចុចតែមួយចេះគឺយើងកំណត់បានតែមួយទេអាកន្លែងផ្សេងទៀតគឺយើងអត់អាចធ្វើការបដូរពុម្ពអក្សរបានទេបើយើងចុចតែកន្លែងណាមួយយើងចូលទៅកាន់ការកំណត់ណាប៉ុន្តែបើសិនជាយើងចង់កំណត់ច្រើនតោះយើង select ឧទាហរណ៍យើងចង់កំណត់មួយជួរចេះអញ្ចឹងយើងធ្វើការ select ណាយើងចង់កំណត់ពីលេខរៀងទៅដល់ប្រាក់ខែអញ្ចឹងយើងចុចកន្លែងលេខរៀងនេះយើងមិនបាច់ចាំចុចក៏បានយើងគ្រាន់តែយកម៉ៅដាក់ពីលើកន្លែងលេខរៀងនេះយើងคลิกមកខាងឆ្វេងអុសទៅបាទអុសចឹងទៅគឺវាទៅអញ្ចឹងបើសិនជាយើង select ប៉ុណ្ណឹងគឺយើងបដូរពុម្ពអក្សរបានតែប៉ុណ្ណឹងទេយើងអាចធ្វើការបដូរពុម្ពអក្សរចាប់ពីជួរដីទី2ទៅបានទេអញ្ចឹងដើម្បីធ្វើការកំណត់តាក់ទងជាមួយពុម្ពអក្សរបានគឺបងប្អូនចូលមកកាន់កន្លែងគេថា font ណាបាទចុចកន្លែងសញ្ញាព្រួយនេះទៅគឺវានឹងចេញតាក់ទងជាមួយនឹងពុម្ពអក្សរហើយខ្ញុំចង់បញ្ជាក់ជូនបងប្អូនទាំងអស់គ្នាថាតាក់ទងជាមួយពុម្ពអក្សរនៅលើ Google Sheet វាអត់ពាក់ព័ន្ធជាមួយនឹងពុម្ពអក្សរនៅក្នុង Office របស់យើងទេទោះបីជាយើងតឡើងបាទតឡើងពុម្ពអក្សរប្រមាណក៏ពិតមែនប៉ុន្តែជាក់ស្ដែងនៅក្នុង Google Sheet គឺវាខុសគ្នាជាមួយនឹងបាទកម្មវិធីដែលជា local ម៉ាស៊ីនរបស់យើងមានន័យថា Google Sheet គឺពុម្ពអក្សរផ្សេងនៅក្នុងកម្មវិធីរបស់យើងនេះយើងតឡើង font ច្រើនអូខេយើងចូលទៅកាន់ Windows យើងចូលទៅកាន់ font អូខេអញ្ចឹងបងប្អូនគឺ font ដែលខ្ញុំមាននៅក្នុងកុំព្យូទ័រគឺច្រើនបងប្អូនទាំងអស់គ្នាបាទសូម load ចាំបន្តិចអញ្ចឹងគឺ font ខ្ញុំតឡើងច្រើនហើយនៅក្នុង Word នេះក៏មាន font ច្រើនដែរឥឡូវខ្ញុំវាយ Word បងប្អូនឃើញ Word ខ្ញុំគឺមាន font ច្រើនមែនទែនដែលខ្ញុំធ្លាប់តឡើងបាទមានខ្មែរធម្មតាខ្មែរ S នឹងច្រើនប៉ុន្តែជាក់ស្ដែងនៅពេលដែលខ្ញុំចូលទៅកាន់ Google Sheet នេះបែរជាមាន font តែបន្តិចទេបងប្អូនឃើញ font នេះតែបន្តិចទេអញ្ចឹងខ្ញុំចង់បញ្ជាក់ជូនបងប្អូនទាំងអស់គ្នាថា font នៅលើ Google Sheet វាអត់ពាក់ព័ន្ធជាមួយនឹង font នៅលើម៉ាស៊ីនរបស់យើងទេបាទវាអត់ពាក់ព័ន្ធគ្នាជាមួយនឹង font ដែលយើងតឡើងនៅលើ Windows របស់យើងទេវាអត់ពាក់ព័ន្ធគ្នាទេពីព្រោះតែកម្មវិធីនេះវាមិនមែនតាក់ទងជាមួយនឹង local ម៉ាស៊ីនទេបាទវាអត់ដូច Word ដែលយើងត្រូវការ install កម្មវិធីអីដើម្បីប្រើប្រាស់បានទេប៉ុន្តែនេះអត់ install ទេអញ្ចឹងតាក់ទងមួយ font ក៏វាផ្សេងគ្នាអូខេឥឡូវយើងចុចទៅលើកន្លែងសញ្ញាព្រួយនេះអញ្ចឹងកន្លែងនេះគឺជា font ដែលគេឲ្យមកស្រាប់ប៉ុន្តែបើសិនជាបងប្អូនគិតថាបងប្អូនចង់បាន font ផ្សេងអាហ្នឹងបងប្អូនចុចកន្លែង more font នេះបាទដើម្បីចូលទៅកាន់ font ផ្សេងទៀតអញ្ចឹងយើងអាចធ្វើការរើសបានឧទាហរណ៍បងប្អូនចង់រើសជាទម្រង់ font មួយណាបងប្អូនគ្រាន់តែ search យក font មួយហ្នឹងទៅគឺវានឹងបង្ហាញបងប្អូនទាំងអស់គ្នាប៉ុន្តែ search រកតែ font ណាដែលមានទេបាទអញ្ចឹងនៅក្នុងសភៅបានបញ្ជាក់ប្រាប់យើងហើយណាបាទនេះគឺយើងអាចធ្វើការរើសតាក់ទងជាមួយនឹងពុម្ពតាមប្រទេសអញ្ចឹងទៅបាទគឺយើងអាចកំណត់បាននៅកន្លែងហ្នឹងអូខេអញ្ចឹងបងប្អូនអាចធ្វើការកំណត់ឧទាហរណ៍ script នេះបងប្អូនចង់បានប្រទេសណាបងប្អូនយកប្រទេសហ្នឹងទៅឧទាហរណ៍យើងចង់បានជាប្រទេសខ្មែរអញ្ចឹង script នេះយើងយកជាខ្មែរទៅបាទខ្មែរមកច្រើនមានខ្មែរច្រើនគួរសមដែរដែល developer ខ្មែរយើងគាត់ធ្វើការ develop ឡើងណាអញ្ចឹងអាគ្រីនេះមានថាម៉េចបងប្អូនគ្រីនេះមានថាមានហើយឧទាហរណ៍ថាគ្រីសគូលែនគ្រីសបាយ័នបាត់ដំបងចេះអញ្ចឹងវាមានស្រាប់នេះកន្លែងគ្រីសនេះវាមានស្រាប់មានបាយ័នបាត់ដំបងចេះទៅបាទឥឡូវខ្ញុំចុចកន្លែង more ត្រែហើយបន្តទៀតបងប្អូនរើសទៅតាម script នេះបងប្អូនយកខ្មែរអញ្ចឹងកន្លែងណាដែលអត់គ្រីសយើងគ្រាន់តែគ្រីសវាទៅឧទាហរណ៍ថាខ្ញុំចង់បានអង្គខ្ញុំចុចលើកន្លែងអង្គគ្រីសមួយទៅហើយបន្តទៀតបងប្អូនចុចពីថាអូខេទៅឬក៏ដានទៅវាបាននេះអង្គនេះបងប្អូនឃើញអង្គហើយបាទអញ្ចឹងបើសិនជាចង់បន្ថែមយើងចុចកន្លែង more ទៅយើងរើសទៅបាទអានេះគឺជា popular font អានេះគឺជា all font បាទវាមានប្រភេទរបស់វាបងប្អូនចង់បានជាប្រភេទស្អីបងប្អូនយកតាមហ្នឹងទៅប៉ុន្តែភាគច្រើនដែលគេឲ្យយើងកំណត់ភាគច្រើនគឺយើងកំណត់ជា all font អញ្ចឹងទៅអូខេហើយ script នេះយកជាខ្មែរអញ្ចឹងទៅបាទហើយយើងធ្វើការ select ទៅឧទាហរណ៍ថាបងប្អូនចង់បាន font ទម្រង់មួយណាបងប្អូនយកមួយហ្នឹងទៅយើង select ប៉ុណ្ណឹងមកយើងចុចកន្លែងនេះយើងដូរទៅឧទាហរណ៍ខ្ញុំដូរទៅអង្គក៏ចុចលើអង្គទៅគឺវាចេញនេះចេញទៅមួយកន្លែងហ្នឹងយើងអាច break វាទៅ
យើងបានទៅដល់មួយកន្លែងហ្នឹងណាអូខេអញ្ចឹងមានថាបើសិនជាយើង select ប៉ុណ្ណាគឺយើងបដូរ font បានតែប៉ុណ្្នឹងឧទាហរណ៍ខាងក្រោមនេះខ្ញុំចង់បដូរមកកាត់ផ្សេងទៀតអញ្ចឹងខ្ញុំ select មកយើងយក mouse យើងដាក់ឲ្យចំកន្លែងលេខ1បាទយើង click mouse ខាងឆ្វេងចុះអស់មកណាអស់មកចឹងមកដល់ខាងក្រោមនេះបាទយើងអាចអស់ជាទម្រង់កត់ទ្រូងក៏បានដែរបាទបន្តទៀតយើងចុចកន្លែងនេះយើងចង់បដូរទៅជា font អីឧទាហរណ៍ខ្ញុំចង់បដូរទៅជាបាត់ដំបងខ្ញុំចុចកន្លែងបាត់ដំបងទៅបាទឃើញទៅនេះបាទវានឹងបដូរទម្រង់ font ទៅតាមនឹងដែរមានន័យថាបើសិនជាយើង select ប៉ុណ្ណាគឺយើងបដូរ font បានតែប៉ុណ្្នឹងទេអូខេអញ្ចឹងយើងនឹងសិក្សាបន្តទៀតតទៅជាមួយនឹងបាទការបដូរទំហំអក្សរដែលគេហៅថាជា font size font size គឺនៅជាប់គ្នានេះបាទគឺ font size នេះ font size យើងមើលគឺយើង select ប៉ុណ្ណាគឺយើងព្រិចបានតែប៉ុណ្្នឹងទេឬក៏យើងព្រមបានតែប៉ុណ្្នឹងទេដូចជាការចាក់ពុម្ពអក្សរអញ្ចឹងមានន័យថាបើជួរនេះឧទាហរណ៍ជួរនេះវាធំយើងចង់ធ្វើការព្រមតទៅជាមួយទំហំអញ្ចឹងយើងគ្រាន់តែ select ប៉ុណ្្នឹងមកហើយបន្តទៀតបងប្អូនអាចចុចដកមានន័យថាព្រមចុចបូកមានន័យថាបរិចបាទវាមាន decrease ហើយនិងវាមាន increase អញ្ចឹងកន្លែងនេះយើងអាចចុចបរិចទៅបាទគឺវាបរិចតាមហ្នឹងទៅណាអញ្ចឹងកាលណាយើងចុចសញ្ញាបូកអញ្ចឹងអាចចំនួនលេខនេះវាកើនឡើងតាមហ្នឹងទៅបាទហើយបើយើងចុចដកគឺចំនួនលេខវាថយតាមហ្នឹងទៅឬមួយក៏យើងអត់ចង់ចុចដកចុចបូកទេយើងអាចវាបញ្ចូលនេះបាទយើងអាចវាបញ្ចូលបានបាទយើងចុចកន្លែងហ្នឹងវាឲ្យយើងរើសនេះរើស font ណាឬក៏យើងអត់ចង់រើសក៏បានខ្ញុំវាយឧទាហរណ៍ខ្ញុំចង់ឲ្យត្រឹមតែ font លេខ9នេះខ្ញុំវាលេខ9ទៅយើង enter បាទវាទៅនេះយើងចង់បាន font បាន font 12យើងវាយលេខ12បាទបើថាបងប្អូនខ្ញុំអត់ចង់វាយទេលេខ12ហ្នឹងចង់រើសនេះរើសបាននេះចុច12ទៅវាទៅនេះបាទចុច14ទៅក៏វារីកទៅតាមនឹងដែរអូខេហ្នឹងតកតងជាមួយនឹង font size ឬក៏ទំហំបាទដូចគ្នាដែរកន្លែងនេះយើងអាច select ប៉ុណ្ណឹងមកយើងអាចធ្វើការផ្លាស់ប្ដូរបានឧទាហរណ៍ខ្ញុំចង់បន្ថែមខ្ញុំគ្រាន់តែចុចសញ្ញាបូកទៅវាថែមនេះអូខេអញ្ចឹងយើងបន្តទៀតបន្ទាប់ពីទំហំអក្សរហើយយើងចូលមកដល់បាទការកំណត់អក្សរដិតឬយើងហៅថាជា bold អញ្ចឹងដូចគ្នាដែរឧទាហរណ៍ថាយើងចង់ទាំងអស់នេះអក្សរដិតអញ្ចឹងយើងគ្រាន់តែ select លើនោះមកបាទបន្តទៀតយើងចូលកន្លែងអក្សរ B នេះយើងចុចអក្សរ B ទៅគឺវានឹងដិតដល់ពេលយើងចុចអក្សរ B បន្តទៀតទៅគឺវាលេខដិតហើយអញ្ចឹងដិតនៅពេលណាដិតនៅពេលយើងចុចអក្សរ B ទៅបងប្អូនឃើញតទៅជាមួយនឹងផ្ទៃដូចវាដិតជាមុនណាបាទហ្នឹងគឺអក្សរដិតហើយយើងចុចវិញទៅគឺលេខដិតហើយឬមួយក៏យើងអត់ចង់ចុចលើហ្នឹងយើងចង់ចុច shortcut key អញ្ចឹងយើងចុច control អក្សរ B control អក្សរ B ឃើញវាដិតទេ control អក្សរ B ភាសាទៀតវាលេខដិតហើយអូខេយើងចូលមកដល់ចំណុចទី4គឺតទៅមួយអក្សរ trade ដែលគេហៅថាជា italic អញ្ចឹងនេះគឺជាអក្សរ trade ឧទាហរណ៍ខ្ញុំចុចកន្លែងអក្សរ trade បាទគឺជាអក្សរ trade មកឲ្យយើងណាហើយយើងចុចកន្លែងអក្សរ I ទៅវាលែងចេញអក្សរ trade ហើយអក្សរ I ហ្នឹងមកពីថា italic គឺចង់ស្រាលលើ trade ឬមួយក៏យើងអត់ចង់ចុចអក្សរ I ហ្នឹងក៏បានដែរគេដាក់កន្លែងខ្មៅៗបងប្អូនឃើញគេដាក់ថា control បូកជាមួយនឹងអក្សរ I មានថាយើងមិនបាច់ចុចជាមួយនឹងមុខងារនៅលើហ្នឹងក៏បានដែរយើងអាចប្រើជាមួយនឹង shortcut key យើងចុច control អក្សរ I បាទវាផ្ដេកទេវា trade ទេយើងចុច control អក្សរ I ភាសាទៀតវាមកទម្រង់ដូចដើមវិញឬក៏យើងអាចកំណត់នៅលើនេះក៏បានដែរយើងចុច control I បាទគេវា trade ទេយើងចុច control I ភាសាទៀតវាលេង trade ហើយអូខេអញ្ចឹងយើងបន្តទៀតចូលមកដល់ចំណុចទី5ការចាក់បន្ទាត់កណ្ដាលអក្សរដែលយើងហៅថាជា strict through បាទគឺជាការឆោតឧទាហរណ៍ថាយើងកំណត់ទៅលើការប្រឡងឬក៏ការឆោតឈ្មោះសិស្សគឺយើងអាចកំណត់នៅកន្លែងហ្នឹងបានឧទាហរណ៍ថាយើងកំណត់ទៅលើឈ្មោះមួយនេះចុះយើងចុចទៅកន្លែងហ្នឹងមួយមកយើងចុចកន្លែងនេះបងប្អូនឃើញវាថា stick through ឯងបាទយើងចុចមកប៉ុកមកបងប្អូនឃើញវាឆោតនេះឆោតកណ្ដាលហើយបើយើងចង់ដោះវិញយើងគ្រាន់តែចុចលើនឹងភាសាទៀតទៅបាទឬមួយក៏យើងអាចមកជួក៏បានដែរអស់មកជួចេញមកយើងចុចកន្លែងហ្នឹងទៅបាទគឺវាចេញមកជួបាទហើយយើងចង់ដោះវិញយើងចុចកន្លែងហ្នឹងដដែលមកដោះវិញឬក៏យើងច្រានជួក៏បានបងប្អូនគ្នាលេខរៀងទី2រហូតមកដល់លេខរៀងទី10ហើយបន្តទៀតយើងចុចកន្លែងនេះបាទអញ្ចឹងវានឹងចាក់ឲ្យយើងទាំងអស់គាត់ថាវាអត់ចាក់ពេញទេបងប្អូនវាចាក់តាមជួទេអូខេយើងចង់ដោះវិញយើងចុចកន្លែងនេះទៅដោះវិញហើយអូខេអញ្ចឹងបន្តទៀតយើងចូលមកដល់ការចាក់ពណ៌របស់អក្សរបាទដែលយើងហៅថាជា font color ហ្នឹងគឺចង់សំដៅទៅលើការចាក់ពណ៌អក្សរហើយអូខេដូចគ្នាដែរយើងចូលមកកាន់ឯកសាររបស់យើងវិញតកតងជាមួយនឹងការចាក់ពណ៌ទៅលើអក្សរបើយើង select ប៉ុណ្ណាគឺយើងចាក់ពណ៌ប៉ុណ្ណឹងឧទាហរណ៍ថាក្បាលតារាងនេះយើងចង់បានពណ៌ផ្សេងបាទយើងគ្រាន់តែ select លើហ្នឹងមកហើយបន្តទៀតបងប្អូនឃើញកន្លែងអក្សរ A ហើយមានបន្ទាត់ខ្មៅពីក្រោមហ្នឹងបាទកន្លែងហ្នឹងគេហៅថា text color ឬក៏ font color មានតែការចាក់ពណ៌ចុចមកប៉ុកមកនេះវាមានពណ៌យើងរើសយើងចង់រើសពណ៌ណាមួយនៅក្នុងហ្នឹងទៅបាទពណ៌វាមានច្រើនវាដេញពីស្រាលទៅធ្ងន់យើងចង់រើសពណ៌ឧទាហរណ៍ខ្ញុំចង់បានពណ៌ក្រហមខ្ញុំចុចពណ៌ក្រហមអញ្ចឹងមានន័យថាពណ៌ពីខ្មៅនឹងប្រែប្រួលជាពណ៌ក្រហមកន្លែងហ្នឹងគឺជាការចាក់ពណ៌ទៅលើអក្សរបាទយើងចង់បានពណ៌ទៀតយើងចង់បានពណ៌ខៀវចុចពណ៌ខៀវទៅវាចេញជាទម្រង់ពណ៌ខៀវអញ្ចឹងពណ៌នេះគឺវាកើតឡើងពីការចុចបដូរកន្លែងនេះហើយបដូរហ្នឹងគឺវាបដូរទៅតាមយើង select មានន័យថាបើយើង select ប៉ុណ្ណឹង
វាចាក់ពណ៌បានតែប៉ុណ្្នឹងទេអាខាងក្រោមនេះគឺវាអត់ចាក់ពណ៌ទេបាទអានេះគឺជា reset ពណ៌បាទហើយយើងក៏អាចធ្វើការ custom បានដែរនេះបាទយើងចង់ custom យើងចុចមកបាទយើងចុចកន្លែងសញ្ញារាងដាវនេះបាទគេហៅថា pick a custom color បាទចុចលើហ្នឹងទៅគឺវានឹងឲ្យយើងធ្វើការចុចទៅលើពណ៌ណាមួយនៅលើផ្ទៃហ្នឹងហើយអូខេខ្ញុំ control Z មកវិញមកយើងអាចចុចសញ្ញាបូកនេះក៏បានដែរបើសិនជាយើងចង់បានពណ៌ផ្សេងណាឧទាហរណ៍យើងអត់ចង់បានពណ៌នៅលើហ្នឹងទេយើងចង់បានពណ៌ផ្សេងយើងចុចកន្លែងសញ្ញាបូកនេះបាទ add a custom color នេះឲ្យយើងរើសពណ៌ RGB យើងចង់វាយពណ៌ក្រហមប្រមាណពណ៌បៃតងប្រមាណឬក៏ពណ៌ blue នឹងប្រមាណអីចឹងទៅណាអានឹងយើងជាការកំណត់ហើយយើងអាចអស់បានតែហ្នឹងឧទាហរណ៍ខ្ញុំចង់បានពណ៌ចុចកន្លែងនេះចុះហើយចុចពីតាអូខេមកបាទគេបញ្ចេញពណ៌តំណឹងណាបាទអញ្ចឹងតើតើជាមួយការចាក់ពណ៌មាន2គឺយើងរើសពណ៌ដែលមានស្រាប់ហើយយើងក៏អាចធ្វើការ custom ខ្លួនឯងបានដែរអញ្ចឹងតើតើជាមួយចំណុចទី4គឺខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាប៉ុណ្ណឹង